ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបងប្អូនយើងមកជួបគ្នានៅប្រធានបទថ្មីមួយទៀតណាបងប្អូនណាអញ្ចឹងតើប្រធានបទថ្ងៃនេះអំពីអ្វីសូមបងប្អូនទាំងអស់គ្នារងចាំទស្សនាជាមួយខ្ញុំបាទដូចតទៅបងប្អូនណាអញ្ចឹងបងប្អូនសាកស្រមៃមើលពិភពលោកមួយដែលការអាចមានរថយន្តប្រើប្រាស់គឺជាប្រណិតភាពដែលសម្រាប់តែអ្នកមានបំណុះបងប្អូនរឿងនេះគឺកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ1900បងប្អូនដឹងទេរថយន្តត្រូវបានផលិតដោយដៃមានតម្លៃថ្លៃនិងយឺតក្នុងការផលិតបានណាស់បងប្អូនសម្រាប់គ្រួសារភាគច្រើនការមានរថយន្តមួយគ្រឿងគឺហួសពីលទ្ធភាពរបស់ពួកគាត់ទៅទៀតបងប្អូនណាអស់រយៈពេលកន្លងទៅក៏មានក្រុមហ៊ុនមួយបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងក្រុមហ៊ុនមួយដែលបានផ្លាស់ប្ដូររថយន្តពីវត្ថុប្រណិតទៅជាអ្វីមួយដែលមនុស្សសាមញ្ញរាប់លានអ្នកអាចមានលទ្ធភាពទិញបានបងប្អូនដឹងទេតើក្រុមហ៊ុននោះគឺជាក្រុមហ៊ុនអ្វីបងប្អូនសាកទីទៅមើលដូច្នេះក្រុមហ៊ុននោះគឺក្រុមហ៊ុន Ford Motor ណាបងប្អូនសប្តាហ៍ថ្ងៃនេះ Ford គឺជាម៉ាករថយន្តដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោកដោយផលិតរថយន្តបានរាប់លានគ្រឿងនិងមានមនុស្សរាប់ម៉ឺននាក់ធ្វើការក្នុងក្រុមហ៊ុននេះនៅទូទាំងពិភពលោកប៉ុន្តែឥទ្ធិពលរបស់ក្រុមហ៊ុន Ford លាតសន្ធឹងធំធេងហួសពីការផលិតរថយន្តទៅទៀតនោះគឺវាបានធ្វើបដិវត្តបច្ចេកទេសនៃការផលិតផ្លាស់ប្ដូរវិស័យដឹកជញ្ជូនផ្លាស់ប្ដូរនិងកែប្រែមុខមាត់ទីក្រុងនិងផ្លាស់ប្ដូរជារៀងរហូតនៅនីតិវិធីនិងរបៀបដែលផលិតផលទាំងឡាយដែលត្រូវបានផលិតនៅជុំវិញពិភពលោកយើងនេះបងប្អូនដូច្នេះសំណួរសួរថាតើក្រុមហ៊ុន Ford ជាអ្វីតើក្រុមហ៊ុននេះបានចាប់ផ្ដើមពីរោងចក្រដ៏តូចមួយដែលបង្កើតឡើងដោយអ្នកច្នៃប្រឌិតដ៏ម៉ឺងម៉ាត់ម្នាក់បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រដោយរបៀបណាហើយថាតើហេតុអ្វីបានជាលោក Henry Ford នៅតែត្រូវបានគេចងចាំជាងមួយសតវត្សរ៍ក្រោយមកបងប្អូនណានេះគឺជារឿងរ៉ាវដ៏អស្ចារ្យរបស់ក្រុមហ៊ុន Ford Motor ដូច្នេះប្រសិនជាបងប្អូនចង់ដឹងសូមបងប្អូនតាមដានជាមួយ admin បន្តទៅទៀតដូចតទៅណាបងប្អូនជាដំបូងបងប្អូនត្រូវដឹងថាក្រុមហ៊ុន Ford Motor គឺជាក្រុមហ៊ុនផលិតរថយន្តពហុជាតិសាសន៍របស់អាមេរិកដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Dearborn រដ្ឋ Michigan នៃសហរដ្ឋអាមេរិកវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ1903ណាបងប្អូនក្រុមហ៊ុន Ford ធ្វើការ design ធ្វើការផលិតនិងធ្វើការលក់នៅលើទីផ្សារដែលមានយានយន្តជាច្រើនប្រភេទរួមមានរថយន្តគ្រួសាររថយន្តដឹកអ្នកដំណើររថយន្ត Pick-up រថយន្តដឹកទំនិញរថយន្ត SUV និងយានយន្តអគ្គិសនីផងដែរណាបងប្អូនដែលផលិតផលរបស់ក្រុមហ៊ុន Ford ត្រូវបានលក់នៅក្នុងទីផ្សារជុំវិញពិភពលោកថ្មីនេះក្រុមហ៊ុន Ford បានអភិវឌ្ឍបច្ចេកវិទ្យាទំនើបក្នុងវិស័យរថយន្តអគ្គិសនីបច្ចេកទេសបើកបរដោយស្វ័យប្រវត្តិនិងប្រព័ន្ធ AI យានយន្តផងដែរជាក់ស្ដែងក្នុងពេលបច្ចុប្បន្នក្រុមហ៊ុន Ford មានម៉ាករថយន្តល្បីៗជាច្រើននិងមានរោងចក្រផលិតនៅទូទាំងអាមេរិកខាងជើងអាមេរិកខាងត្បូងអឺរ៉ុបអាស៊ីនិងតំបន់ផ្សេងៗទៀតផងដែរបងប្អូនអស់រយៈពេលជាងមួយសតវត្សរ៍មកហើយក្រុមហ៊ុន Ford នៅតែជាសសរស្តម្ភមួយនៃឧស្សាហកម្មរថយន្តពិភពលោកតើបងប្អូនយើងក្រឡេកទៅមើលអ្នកដែលបានបង្កើតវាឡើងបន្តិចបងប្អូនការនេះបានចាប់ផ្ដើមជាមួយលោក Henry Ford លោក Henry Ford កើតនៅរដ្ឋ Michigan ក្នុងឆ្នាំ1863លោក Henry Ford ធំធាត់នៅកសិដ្ឋានមួយប៉ុន្តែលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគ្រឿងម៉ាស៊ីនតាំងតែពីក្មេងមកកាលនៅពីក្មេងលោកបានធ្វើការជាជាងជួសជុលម៉ាស៊ីនហើយក្រោយមកក៏បានក្លាយជាវិស្វករនៅក្រុមហ៊ុន Edison Illuminating ប៉ុន្តែលោក Ford ស្រមៃចង់បានអ្វីដែលធំជាងនេះលោកជឿថារថយន្តមិនគួរត្រូវបានកំណត់ចំពោះតែអ្នកមាននោះទេដែលចក្ខុវិស័យរបស់លោកគឺសាមញ្ញបងប្អូនគឺគាត់គិតថាខ្ញុំនឹងសាងសង់រថយន្តសម្រាប់មនុស្សទាំងអស់នៅឆ្នាំ1896លោក Ford បានបង្កើតរថយន្តពិសោធន៍ដំបូងរបស់លោកដែលគេស្គាល់ថា Quadra Cycle បើទោះបីជាសាមញ្ញបំផុតតាមស្តង់ដារយើងសប្តាហ៍ថ្ងៃនេះក៏ដោយក៏វាបានបង្ហាញថាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យអាចធ្វើទៅបានបើទោះជាលោកមានកំណត់ច្នៃប្រឌិតខ្ពស់ក៏ដោយក៏លោកទទួលបរិយារាប់មិនអស់ក្នុងអាជីវកម្មមុនពេលដែលលោកបង្កើតក្រុមហ៊ុន Ford Motor នៅថ្ងៃទី16ខែមិថុនាឆ្នាំ1903បងប្អូនដែលនេះបង្ហាញថាបរិយាមិនមែនជាជំរឿទេដរាបណាយើងនៅតែដើរនិងស្វែងរកមធ្យោបាយបន្តទៅទៀតណាបងប្អូនក្រុមហ៊ុន Ford Motor នេះបានចាប់ផ្ដើមជាមួយក្រុមវិនិយោគិនតូចមួយក្រុមនិងរោងចក្រតូចមួយដែលមានមនុស្សតិចណាស់ដែលអាចស្រមៃឃើញថាអាជីវកម្មតូចមួយនេះនឹងអាចផ្លាស់ប្ដូរពិភពលោកនៅទីបំផុតនោះបងប្អូនឥឡូវយើងមកកាន់ភាពជោគជ័យវិញម្ដងភាពជោគជ័យដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុន Ford បានកើតឡើងនៅឆ្នាំ1908ជាមួយនឹងរថយន្ត Model T បងប្អូនរថយន្ត Model T ត្រូវបានរចនាឡើងឲ្យមានតម្លៃសមរម្យអាចទុកចិត្តបាននិងងាយស្រួលជួសជុលវាអាចធ្វើដំណើរលើផ្លូវដីរលាក់រដេបរដុបអាចទប់ទល់នឹងអាកាសធាតុអាក្រក់និងបម្រើទាំងគ្រួសារនិងអាជីវកម្មផងដែរពេលនោះតម្រូវការបានផ្ទុះឡើងមនុស្សដែលមិនធ្លាប់សម័យថាអាចមានរថយន្តក៏អាចមានលទ្ធភាពទិញរថយន្តបានភ្លាមដែលរថយន្ត Model T នេះត្រូវបានគេហៅថាជារថយន្តដែលដាក់ពិភពលោកនៅលើកង់បងប្អូនចន្លោះឆ្នាំ1908និង1927ក្រុមហ៊ុន Ford បានផលិត Model T នេះជាង15លានគ្រឿងដែលធ្វើឲ្យវាក្លាយជារថយន្តលក់ដាច់បំផុតមួយ
នៅសម័យកាលរបស់វានោះភាពជោគជ័យនៃរថយន្ត Model T បានផ្លាស់ប្ដូរសង្គមអាមេរិកទាំងស្រុងគឺគ្រួសារអាចធ្វើដំណើរបានឆ្ងាយជាងមុនកសិករអាចដឹកជញ្ជូនទំនិញបានកាន់តែមានប្រសិទ្ធភាពអាជីវកម្មបានពង្រីកទីផ្សាររបស់ពួកគេដែលឧស្សាហកម្មទាំងមូលចាប់ពីទេសចររហូតដល់ការសាងសង់ផ្លូវបានរីកចម្រើនរួមគ្នាជាមួយនឹងរថយន្តផងដែរណាបងប្អូនចំណុចមួយទៀតបងប្អូនក្រុមហ៊ុន Ford មិនត្រឹមតែផ្លាស់ប្ដូរយុគសម័យរថយន្តប៉ុណ្ណោះទេវាបានផ្លាស់ប្ដូរវិធីក្នុងការផលិតទៀតផងបងប្អូនមុនពេលមានក្រុមហ៊ុន Ford រថយន្តត្រូវបានផលិតដោយកម្មករជំនាញដែលដំឡើងរថយន្តមួយក្នុងពេលតែមួយការផលិតរថយន្តតែមួយអាចចំណាយពេលលើសពី12ម៉ោងតែលោក Henry Ford បានសួរសំណួរដ៏សាមញ្ញមួយគឺចុះបើរថយន្តចល័តផ្លាស់ទីក្នុងពេលដំឡើងជំនួសឲ្យកម្មករផ្លាស់ទីវិញថាតើវាយ៉ាងដូចម្តេចដែរដូច្នេះហើយបានជានៅឆ្នាំ1913ក្រុមហ៊ុន Ford បានដាក់បញ្ចូលខ្សែសង្វាក់ផលិតកម្មចល័តដែលរថយន្តចល័តផ្លាស់ទីជំនួសឲ្យកម្មករដើរពីយានយន្តមួយទៅយានយន្តមួយទៀតរថយន្តនីមួយៗបានធ្វើដំណើរយឺតៗតាមខ្សែបញ្ជូនខណៈពេលដែលកម្មករអនុវត្តភារកិច្ចឯកទេសមួយដាច់ដោយឡែកផ្សេងៗគ្នាដែលកម្មករម្នាក់ដំឡើងកង់ម្នាក់ទៀតដំឡើងម៉ាស៊ីនម្នាក់ទៀតភ្ជាប់ទ្វារដែលបុគ្គលិកម្នាក់ៗបានក្លាយទៅជាមានជំនាញមានប្រសិទ្ធភាពខ្ពស់តាមរយៈការធ្វើដដែលម្ដងហើយម្ដងទៀតនេះណាបងប្អូនលទ្ធផលគឺគួរឲ្យភ្ញាក់ផ្អើលរយៈពេលដំឡើងសម្រាប់ Model T បានធ្លាក់ចុះពីជាង12ម៉ោងមកត្រឹមតែប្រហែល90នាទីតែប៉ុណ្ណោះដែលធ្វើឲ្យការផលិតបានកើនឡើងយ៉ាងខ្លាំងថ្លៃដើមធ្លាក់ចុះតម្លៃបានធ្លាក់ចុះហើយដែលធ្វើឲ្យមនុស្សរាប់លាននាក់អាចមានលទ្ធភាពទិញរថយន្តបានបងប្អូនប្រព័ន្ធផលិតកម្មចល័តនេះបានរីករាលដាលយ៉ាងខ្លាំងនិងឆាប់រហ័សហួសពីឧស្សាហកម្មរថយន្តទៅទៀតបងប្អូនសប្តាហ៍ថ្ងៃនេះខ្សែសង្វាក់ផលិតកម្មចល័តត្រូវបានប្រើដើម្បីផលិតអ្វីៗស្ទើរតែគ្រប់យ៉ាងរាប់ចាប់ពី smartphone ទូរទស្សន៍រហូតដល់យន្តហោះនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផងដែរបងប្អូនណាការច្នៃប្រឌិតរបស់លោក Henry Ford បានផ្លាស់ប្ដូរផលិតកម្មឧស្សាហកម្មជារៀងរហូតមកណាបងប្អូនលើសពីនេះទៅទៀតបងប្អូនក្រុមហ៊ុន Ford បានផ្លាស់ប្ដូរប្រពៃណីនៅកន្លែងធ្វើការផងដែរនៅឆ្នាំ1914ក្រុមហ៊ុន Ford បានដាក់បញ្ចូលស្តង់ដារមួយគឺថ្ងៃធ្វើការ$5ដ៏ល្បីល្បាញដែលស្ទើរតែទ្វេដងនៃប្រាក់ឈ្នួលប្រចាំថ្ងៃជាមធ្យមសម្រាប់កម្មកររោងចក្រជាច្រើននៅសម័យនោះណាបងប្អូនដែលនៅពេលនោះការនេះត្រូវបានគេចាត់ទុកថាជាបដិវត្តន៍មួយផងដែរប្រាក់ឈ្នួលខ្ពស់បានជួយកាត់បន្ថយការលាឈប់របស់បុគ្គលិកនិងក៏បានទាក់ទាញកម្មករជំនាញផងដែរណាបងប្អូនណាក្រុមហ៊ុន Ford ក៏បានកាត់បន្ថយម៉ោងធ្វើការមកត្រឹម8ម៉ោងក្នុងមួយថ្ងៃដែលអាចឲ្យរោងចក្រដំណើរការជាលក្ខណៈវេនច្រើនផ្សេងៗគ្នាបងប្អូនបើទោះបីជាលក្ខខណ្ឌការងារខាងលើវិវត្តទៅតាមពេលវេលាហើយទំនាក់ទំនងការងារជួនកាលមានបញ្ហាប្រឈមក៏ដោយវិធីសាស្ត្ររបស់ក្រុមហ៊ុន Ford នេះបានជះឥទ្ធិពលដល់ការអនុវត្តការងារនៅទូទាំងឧស្សាហកម្មជាច្រើនអ្នកប្រវត្តិសាស្ត្រជាច្រើនមើលឃើញថាការផ្លាស់ប្ដូរទាំងនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងផ្នែកកម្លាំងពលកម្មនៃវិស័យឧស្សាហកម្មទំនើបម្យ៉ាងទៀតបងប្អូននៅពេលដែលសង្គ្រាមលោកលើកទី2បានចាប់ផ្ដើមក្រុមហ៊ុន Ford បានផ្លាស់ប្ដូរសមត្ថភាពផលិតរបស់ខ្លួនភាគច្រើនដើម្បីគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមរបស់សម្ព័ន្ធមិត្តរោងចក្ររបស់ខ្លួនបានផលិតរថយន្តយោធារថយន្តជីបម៉ាស៊ីនយន្តហោះរថក្រោះនិងឧបករណ៍ផ្សេងៗទៀតសមិទ្ធផលគួរឲ្យកត់សម្គាល់បំផុតមួយរបស់ខ្លួនគឺរោងចក្រ Valoran នៅរដ្ឋ Michigan ដែលប្រើបច្ចេកទេសខ្សែសង្វាក់ផលិតកម្មចល័តទ្រង់ទ្រាយធំរោងចក្របានដំឡើងយន្តហោះទម្លាក់គ្រាប់បែក B-24 Liberator ក្នុងអត្រាមួយដែលមិនធ្លាប់មានពីមុនមកនៅពេលឈានដល់កម្រិតកំពូលរោងចក្រនេះបានផលិតយន្តហោះទម្លាក់គ្រាប់បែកប្រហែល1គ្រឿងរៀងរាល់ម៉ោងក្រោមលក្ខខណ្ឌនៃស្ថានភាពសម័យសង្គ្រាមបងប្អូននេះបានបង្ហាញពីជំនាញផលិតពិតប្រាកដរបស់ក្រុមហ៊ុន Ford ដែលអាចធ្វើបានមិនត្រឹមតែផលិតរថយន្តប៉ុណ្ណោះទេបងប្អូនសប្តាហ៍ថ្ងៃនេះក្រុមហ៊ុន Ford នៅតែជាក្រុមហ៊ុនដែលផលិតរថយន្តឈានមុខគេមួយនៅក្នុងពិភពលោករថយន្តល្បីៗរបស់ខ្លួនរួមមាន Ford F150 Ford Mustang Ford Ranger Ford Bronco Ford Explorer និង Ford Transit ផងដែរណាបងប្អូនណារថយន្ត Ford F-Series នៅតែជារថយន្ត pick-up លោកដាច់បំផុតមួយរបស់អាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍ហើយក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះក្រុមហ៊ុន Ford បានវិនិយោគយ៉ាងខ្លាំងលើរថយន្តអគ្គិសនីដូចជា model Mustang Mach-E និង F150 Lightning តំណាងឲ្យការផ្លាស់ប្ដូររបស់ក្រុមហ៊ុនឆ្ពោះទៅរកអនាគតរថយន្តអគ្គិសនីផងដែរក្រុមហ៊ុន Ford ក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យារថយន្តភ្ជាប់បណ្ដាញដែលគេហៅថា Connected Vehicle Technology ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ដំណោះស្រាយកងរថយន្តដឹកជញ្ជូនពាណិជ្ជកម្មនិងកម្មវិធី software ដែលត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពរថយន្តនិងបទពិសោធន៍របស់អតិថិជនផងដែរណាបងប្អូនណាមួយទៀតបងប្អូនសប្តាហ៍ថ្ងៃនេះក្រុមហ៊ុន Ford ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនរបស់ពិភពលោករួមមាន Toyota, General Motors, Volkswagen Group, Hyundai Motor Group, Honda, Stellantis, BYD, Tesla ជាដើមឧស្សាហកម្មរថយន្តសកលកំពុងឆ្លងកាត់ការផ្លាស់ប្ដូររបត់ដ៏ធំបំផុតមួយរបស់ខ្លួនចាប់តាំងពីការបង្កើតរថយន្តដំបូងមកណាបងប្អូន
មានដូចជារថយន្តអគ្គិសនីបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរថយន្តដែលកំណត់ដោយកម្មវិធី software និងបញ្ញាសិប្បនិម្មិតកំពុងតែផ្លាស់ប្ដូររបៀបដែលរថយន្តត្រូវបានរចនាផលិតនិងប្រើប្រាស់ផងដែរណាបងប្អូនក្រុមហ៊ុន Ford បន្តវិនិយោគរាប់ពាន់លានដុល្លារដើម្បីរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារដែលមានការវិវត្តយ៉ាងឆាប់រហ័សនេះដូច្នេះជាសេចក្តីសង្ខេបមកជាងមួយសតវត្សមុនលោក Henry Ford ជឿថារថយន្តមិនគួរត្រូវបានប្រើតែសម្រាប់អ្នកមាននោះទេលោកជឿថាមនុស្សសាមញ្ញក៏សមនឹងទទួលបានការធ្វើដំណើរដែលអាចមានទំនុកចិត្តមួយបានដែរចក្ខុវិស័យដ៏សាមញ្ញមួយនេះបានផ្លាស់ប្ដូរមិនត្រឹមតែក្រុមហ៊ុនមួយប៉ុណ្ណោះទេប៉ុន្តែពិភពលោកទាំងមូលក្រុមហ៊ុន Ford បានធ្វើបដិវត្តផលិតកម្មតាមរយៈខ្សែសង្វាក់ផលិតកម្មចល័តវាបានធ្វើឲ្យរថយន្តមានតម្លៃសមរម្យសម្រាប់មនុស្សរាប់លាននាក់វាបានជះឥទ្ធិពលដល់ការអនុវត្តស្តង់ដារការងារវាបានគ្រប់គ្រងដល់ការផលិតក្នុងសម័យសង្គ្រាមហើយសប្តាហ៍ថ្ងៃនេះវាបន្តសម្របខ្លួនទៅនឹងយុគសម័យនៃយានយន្តអគ្គិសនីនិងបច្ចេកវិទ្យា Digital ផងដែរចាប់តាំងពីរថយន្ត Model T ដំបូងរហូតដល់រថយន្ត Pick-up អគ្គិសនីចុងក្រោយបង្អស់ដំណើរវិវត្តរបស់ក្រុមហ៊ុន Ford ឆ្លុះបញ្ចាំងច្រើនជាងប្រវត្តិរបស់ក្រុមហ៊ុនថងខ្លួនតែមួយទៅទៀតវាបង្ហាញរឿងរ៉ាវនៃការច្នៃប្រឌិតការតាំងចិត្តនិងអំណាចនៃគំនិតមួយដើម្បីផ្លាស់ប្ដូរសង្គមនិងពិភពលោកដូច្នេះនៅពេលដែលអ្នកឃើញរថយន្ត Ford នៅលើដងផ្លូវសូមចងចាំថាវាតំណាងឲ្យច្រើនជាងការធ្វើដំណើរទៅទៀតគឺវាតំណាងឲ្យបដិវត្តនៃឧស្សាហកម្មដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជាចុងក្រោយប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like វីដេអូនេះជា channel ហើយបើកការជួយដំណឹងសម្រាប់វីដេអូជាច្រើនផ្សេងទៀតដែលស្វែងយល់អំពីក្រុមហ៊ុនដ៏អស្ចារ្យបំផុតរបស់ពិភពលោកបច្ចេកវិទ្យាដ៏អស្ចារ្យអច្ឆរិយៈវិស្វកម្មនិងមនុស្សដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រសូមអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា